bạn số đấy bong bong chiên là ta mà đã khai cái này bọn ấy khi mà bằng hai nhầm pi có gì kỳ chẳng bong bong chiên khác đây chụp là bản nhà ha đây vô mà nhà tô pi rồi há và vô đã bay rồi đã pi rồi ha hay vô đã ở trâu cái này mình này đã tới chèo sưu miền bản hà chẳng này bọn ấy như một bằng hai nhầm pi cả check mơ ta hai đấy ban dương đăng thà mà nhà tô nó một hệ của Kawasaki bay rồi đầm nang đây sẽคือយើងអាចឆែកវាឃើញជាមួយនឹងម៉ាស៊ីន scan របស់យើងផងដែរបាទអញ្ចឹងយើងនឹងបើកកង្តាក់សោមកបាទអូខេយើងបើកកង្តាក់សោបានហើយយើងឆែកជាមួយនឹងម៉ាស៊ីន scan របស់យើងរើសពាក្យថា Kawasaki បាទ Kawasaki បាទអូខេចូល scan ដោយស្វ័យប្រវត្តិបាទបន្ទាប់ពីនោះមកវានឹងបង្កើតតំណែងមួយ Magneto បាទបន្ទាប់ពីហ្នឹងយើងមានពាក្យថាមានពាក្យថាមើលចលនាបាទហ្នឹងហើយហើយមានពាក្យថាអានកូដកំហូចលុបកូដកំហូចនិងតេស្តអញ្ចឹងយើងនឹង check មើលតើ model នេះជា Kawasaki ប្រភេទអីបាទអូខេអញ្ចឹងនៃការផលិតវា Donso បាទនេះលេខកូដរបស់វា21 175 0794គឺលេខកូដដូចគ្នាបិទបណ្ដោយនេះបាទលេខកូដដូចởខាងលើនេះបាទអញ្ចឹងបញ្ជាក់ថាហ្នឹងគឺ model ម៉ាស៊ីនបាទម៉ាករបស់វាបាទគឺ XE បាទ300បាទគឺឲ្យដឹងថាកម្លាំងសេះរបស់វានឹង300បាទហើយកន្លែងនេះផងដែរយើងអាចតេស្តបញ្ជាម៉ូទ័របំសាំងបាទយើងអាចបញ្ជាតេស្តប៊ិចតេស្តម៉ូទ័របំសាំងដោយមិនចាំបាក់បច្ចេកទេសអាចតេស្តបូប៊ីនឲ្យដឹងបូប៊ីនទី1បូប៊ីនទី2បានដោយសារយើងអត់ដឹងពេលខ្លះបងជាងអត់ដឹងទេអត់ដឹងថាបូប៊ីនណាជាបូប៊ីនទី1បូប៊ីនទី2ទេគឺនៅបូប៊ីនខាងក្នុងនេះបាទគឺបងជាងអត់ដឹងទេប៉ុន្តែយើងអាចតេស្តបានដោយយើងប្រើជាមួយនឹងម៉ាស៊ីន scan TSL Cambodia របស់យើងអាចចុចទី1ទី2បើសិនពជាទី2ទៅវាដើរបាញ់ភិចគឺមានន័យថាវាទី2ពជាទី1ដើរភិចគឺវាទី1អញ្ចឹងអានេះជាកាក់បិទបើកទូហ្គាអាហ្នឹងជាកឡើតយើងហៅថាកឡើតវាឬក៏ទូហ្គាទី2ណាបន្ទាប់ពីចាប់ពីតាំងថេរ៉ាណាអញ្ចឹងយើងអាចពជាវាបានបាទខ្ញុំចុចពជាវាហើយវានឹងដំណើរការបាទនៅពេលដែលខ្ញុំចាប់ដើមពជាឥឡូវខ្ញុំតិចទៀតខ្ញុំពជាបងមើលចាំមើលស្ដាប់សលេងបាទចាំមើលស្ដាប់សលេងអស់គ្នាបាទដើរនេះបាទឃើញដែរបាទយើងពជាលើម៉ាស៊ីន scan បាទយើងពជាលើម៉ាស៊ីន scan អញ្ចឹងគ្រប់ទាំងអស់យើងអាចពជាបានមិនតែប៉ុណ្្នឹងទេយើងពជាបានអីផ្សេងទៀតបាទជាភាសាខ្មែរទាំងអស់ងាយស្រួលប្រើមែនទេនៅ model Kawasaki នេះផងដែរគឺងាយស្រួលមែនទេហើយថ្ងៃនេះយើងមកមានបញ្ហាគាត់តអត់ល្អមានបញ្ហាឆ្លងភ្លើងរៀងញ៉ៃតិចចឹងនេះធ្វើវីដេអូដល់បងជាងទាំងអស់គ្នាបានមើលទាំងអស់គ្នាចែកម្លេចទាំងអស់គ្នានៅ model Kawasaki ជាភាសាខ្មែរអញ្ចឹងចង់ឲ្យបងមើលចលនាតិចជាភាសាខ្មែរអេមមែនទេបាទអេមលយគឺយើងចូលមើលចលនាគឺមានន័យថាវិភាគចលនារបស់វាណាតើវាមានបញ្ហាអីកើតឡើងបាទអូខេអញ្ចឹងសូម្បីតែសម្ពាធខ្យល់ចូលកម្ដៅធុងទឹកសីតុណ្ហភាពខ្យល់ចូលជាភាសាខ្មែរទាំងអស់លបឿនជុំម៉ាស៊ីនបាទអញ្ចឹងបងមិនចាំបាក់សួរថាលបឿនជុំម៉ាស៊ីនប្រមាណនេះគឺវាភាសាខ្មែរទាំងអស់ហើយអញ្ចឹងងាយស្រួលប្រើមែនតើអញ្ចឹងបងខ្លះក៏សួររកបញ្ហាប្រើប្រាស់ម៉ាស៊ីន scan អត់មានពិបាកទេគ្រាន់តែចេះបេតុងថយក្រោយអូខេតែប៉ុណ្ណឹងគឺជោគជ័យហើយបាទសូមអរគុណច្រើនបាទសម្រាប់ការតាមដានវីដេអូ